ធុញនឹងឆាជៀនមែនទេបងប្អូនងាកមកមើលស្លថ្លាចពេញម្ដងរបៀបធ្វើក៏អត់មានអីពិបាកដែរបងប្អូនមានតែសាច់ច្រាំមកបន្ថែមម្សៅស៊ុបស្ករប្រេងខ្យងហើយទឹកស៊ីអ៊ីវបន្តិចមកហើយផ្អាប់សាច់នឹងទុកសិនទៅមកខ្ញុំមិនធ្វើការដាក់ដាំទឹកឲ្យហើយទុកយកទៅស្លជ្រាបពេលនឹងដែរខ្ញុំមកឆ្កៀតឡាចឲ្យហើយឆ្កៀយកគ្រាប់ចេញអស់ទៅហើយចាំញាត់សាច់ជ្រូកចូលធ្វើម្ហូបបងប្អូនមានតែយើងឆ្លៀតអញ្ចឹងទេដាក់ដាំទឹកទុកចោលទៅហើយមករៀបចំបន្លែអីទៅពេលដែលទឹកពុះយើងមានបន្លែយកទៅបង់ក្នុងស្លខ្ញុំចាក់បន្លែចូលហើយខ្ញុំដាក់ហិប៊ីចូលដែរហើយបន្ថែមគ្រឿងផ្សំចូលទៅមានអំបិលស្ករសប៊ីចេងម្សៅស៊ុបទឹកត្រីអីហ្នឹងហើយបន្ថែមម្រេចផងដែរហើយបិទក្របទុកទៅទុកឲ្យទឹកពុះជាមួយនឹងបន្លែតែមកស្ទុះទៅបន្លែនឹងឆ្អិនហើយពេលបន្លែឆ្អិនខ្ញុំបន្ថែមស្លឹកខ្ទឹមឲ្យវាមានក្លិនឈ្ងុយបន្តិចអរគុណជួបនៅវីដេអូក្រោយ